បាក់ប្រាជ្ញាពង្រីកខ្លួនឲ្យคล้ายជាមជ្ឈមណ្ឌលវឹកវើសន្តិសុខខ្នាតអន្តរជាតិដើម្បីបោសសម្អាតក្របយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់និងអន្តរជាតិដែលរងគ្រោះដោយសំណល់សង្គ្រាមនេះបើតាមលោកហេរតនាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីននៅកម្ពុជាឬហៅកាត់ថាស៊ីម៉ាលោកបានឲ្យដឹងថាកម្ពុជាតាមរយៈស៊ីម៉ាបានលក់សត្វសំណក់ហិតជាតិផ្ទុះចំនួន2ក្បាលឲ្យទៅប្រទេសបូស្នីតាមការបញ្ជាទិញលោកបន្តថាគិតត្រឹមថ្ងៃទី3ខែកុម្ភៈសត្វសំណក់ហិតជាតិផ្ទុះរបស់កម្ពុជាយ៉ាងហោចណាស់30ទៅ40ក្បាលដែលត្រូវបានភាគីបរទេសទិញយកទៅក្នុងបុព្វហេតុសម្អាតមីនលោកបញ្ជាក់ទៀតថាប្រទេសកូឡុំប៊ីនិងអ៊ុយក្រែនជាប្រទេសដែលបានបញ្ជាទិញសត្វសំណក់របស់កម្ពុជាច្រើនជាងគេលោកហេរតនាហៅការបញ្ជាទិញសត្វសំណក់របស់កម្ពុជាពីសំណាក់បណ្ដាប្រទេសប៉ែកអឺរ៉ុបនេះថាជាជោគជ័យមួយជំហានទៀតសម្រាប់កម្ពុជាដោយថាពីមុនកម្ពុជាបញ្ជាទិញពីប៉ែកអឺរ៉ុបប៉ុន្តែបច្ចុប្បន្នកម្ពុជាមានសមត្ថភាពពេញលេញក្នុងការវឹកវើសត្វសំណក់ដើម្បីចែកចាយទៅតំបន់អឺរ៉ុបនិងតំបន់អាហ្វ្រិកជាដើមពីមុនយើងពឹងលើអឺរ៉ុបទាំងអស់យើងនាំចូលពីអឺរ៉ុបមកបាទយ៉ាងឥឡូវយើងមានសមត្ថភាពផលិតអាចនាំទៅអឺរ៉ុបវិញបានដែរបាទយើងនឹងបន្តខិតខំពង្រីកនិងពង្រឹងនៅសមត្ថភាពសំណក់ហិតមីនក៏ដូចជាសំណក់សង្គមសន្តិសុខនេះឲ្យកាន់តែរឹងមាំហើយអាចក្លាយទៅជាមណ្ឌលវឹកវើអន្តរជាតិមួយសម្រាប់នៅក្នុងតំបន់ក៏ដូចជាបណ្ដាប្រទេសដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភ័ណ្ឌសង្គ្រាមបើតាមមេដឹកនាំអង្គភាពកម្ចាត់មីននៅកម្ពុជាដែលបានបញ្ជាក់ថាបច្ចុប្បន្នសត្វសំណក់ដែលស៊ីម៉ាក់កំពុងវឹកវើនិងឆ្លងកាត់ការវឹកវើរួចមានសរុបជាង300ក្បាលកម្ពុជាតាមរយៈមជ្ឈមណ្ឌលស៊ីម៉ាក់កាលពីចុងខែមករាកន្លងទៅបានជួបពិភាក្សាជាមួយនឹងតំណាងអង្គការជប៉ុនហៅកាត់ថាចៃកានិងដៃគូពាក់ព័ន្ធដោយបានបដិញ្ញាសហការគ្នាដើម្បីវឹកវើអ្នកកាន់សំណក់អន្តរជាតិនៅកម្ពុជានិងនាំយកសំណក់ជំនាញពីកម្ពុជាទៅប្រតិបត្តិការនៅបណ្ដាប្រទេសនានាដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភ័ណ្ឌសង្គ្រាមបើតាមលោកហេងរតនាការផ្ដួចផ្ដើមឲ្យមានការវឹកវើសត្វសំណក់ហិតជាតិផ្ទុះនេះត្រូវបានធ្វើឡើងនៅអំឡុងឆ្នាំ1996ក្រោមជំនួយរបស់យោធានៃប្រទេសស៊ុយអែតប៉ុន្តែលោកថាចាប់ពីឆ្នាំ2010មកទល់បច្ចុប្បន្ននេះកម្ពុជាមានលទ្ធភាពជាម្ចាស់ការទាំងស្រុងលើការបណ្ដុះបណ្ដាលសត្វសំណក់នេះលោកបន្តថាសំណក់ហិតជាតិផ្ទុះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតសំណល់ពីសង្គ្រាមដោយចំណេញទាំងពេលវេលានិងកាត់បន្ថយការលំបាកសម្រាប់មន្ត្រីជំនាញសំណក់អាចមានភាពវាងពីនៅក្នុងការរុករកក្របមីននិងយុទ្ធភ័ណ្ឌបន្ទុកថយពេលវេលានិងការលំបាករបស់អ្នកបោះមីនក៏ដូចជាអ្នកជំនាញបច្ចេកទេសអាវុធជាតិផ្ទុះដែរបាទ